រដ្ឋាភិបាលរបស់កម្ពុជាយើងបានអនុម័តហើយនៅច្បាប់កាតព្វកិច្ចយោធានៅថ្ងៃម្សិលមិញទី23ខែមេសា2025ហើយខ្ញុំមានការសប្បាយរីករាយបាទពីព្រោះនេះគឺជាអ្វីដែលខ្ញុំតែងតែនិយាយនិងផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលក្នុងការពង្រឹងវិស័យយោធារបស់កម្ពុជាដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងដោយដែលបងប្អូនអាចទៅមើលវីដេអូចាស់របស់ខ្ញុំទៅខ្ញុំនិយាយអំពីចំណុចគេហៅថាអនុសាសន៍ក្នុងការពង្រឹងវិស័យយោធារបស់កម្ពុជាហើយនៅក្នុងចំណុចទាំង3ដែលខ្ញុំនិយាយនោះគឺមានចំណុចមួយទាក់ទងទៅនឹងការអនុវត្តនៅច្បាប់កាតព្វកិច្ចយោធានេះបាទនៅថ្ងៃទី30ខែឧសភាដែលខ្ញុំបាននិយាយ2025ដែលខ្ញុំបាននិយាយអំពីបញ្ហានេះបន្ទាប់ពីផ្ទុះអាវុធបាទបេក្ខប៉ោះជាមួយនឹងថៃនៅថ្ងៃទី28ខែឧសភា2025គឺជាការប្រយុទ្ធគ្នានៅជុំទី1បាទចាប់ផ្ដើមជុំទី1បាន2ថ្ងៃគឺខ្ញុំនិយាយអំពីបញ្ហានេះហើយបងប្អូនអាចទៅមើលវីដេអូបាទខ្ញុំអាចចាក់ជូនបងប្អូនដល់សង្ខេបទៅខ្លីស្ដាប់បានបាទខ្ញុំឃើញនៅចំណុចមួយចំនួនដែលខ្ញុំចង់លើកស្នើឲ្យរដ្ឋាភិបាលក្នុងការពង្រឹងបូរណភាពពង្រឹងការការពារជាតិសន្តិសុខជាតិរបស់កម្ពុជាបាទជាពិសេសគឺបងប្អូនយោធាយោធិនរបស់កម្ពុជាយើងតែម្ដងបាទទី1គឺខ្ញុំមើលឃើញអំពីចំណុចខ្វះខាតនៅការឧបត្ថម្ភគ្រប់គ្រងទៅដល់បងប្អូនយោធិននៅខ្សែជួរមុខក៏ដូចបងប្អូនយោធាយោធិនទាំងអស់បាទគឺកន្លងមកជឿថាបងប្អូនដែលបានធ្វើដំណើរទៅប្រាសាទព្រះវិហារបានជួបហើយបាទគឺការលំបាកតើតើទៅជីវភាពខ្វះខាតការហូបចុករបស់បងប្អូននៅទីនោះដូច្នេះទេខ្ញុំគិតថាបងប្អូនដែលជាថ្នាក់ដឹកនាំក្រសួងថ្នាក់ដឹកនាំស្ថាប័នបាទយោធានេះគួរតែពិនិត្យមើលអំពីភាពប្រក្រតីបាទអំពីការគិតកេងផ្សេងដែលនឹងធ្វើប៉ះពាល់ទៅដល់ជីវភាពដែលបងប្អូនយោធិនយើងនៅតំបន់ជួរមុខយកអាយុជីវិតទៅបដូរដើម្បីបូរណភាពទឹកដីដើម្បីសន្តិសុខជាតិបាទចំណុចនេះគួរតែត្រូវបានពង្រឹងបន្ថែមទៀតបាទដើម្បីធានាថាបងប្អូនយោធាយើងនៅតំបន់ព្រំដែនក៏ដូចជានៅតំបន់ផ្សេងមានជីវភាពបាទបានទទួលនៅការឧបត្ថម្ភបានត្រឹមត្រូវបាទមិនមានការកេងប្រវ័ញ្ចចំណុចទី2គឺពាក់ព័ន្ធទៅនឹងកម្លាំងការពារសន្តិសុខរបស់កម្ពុជាបាទគឺយើងកម្ពុជាយើងគួរតែមានបង្កើតនៅកម្មវិធីកាតព្វកិច្ចយោធាឡើងវិញពីព្រោះថាយើងកងទ័ពរបស់យើងនៅមានចំនួនមានកម្រិតបាទនៅឡើយហើយខ្ញុំយល់ឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទៅបាទគឺមានឆន្ទៈស្រឡាញ់ជាតិបាទជាតិនិយមការពារទឹកដីការពារបូរណភាពទឹកដីប៉ុន្តែយើងមិនអាចយកជីវិតទៅស្លាប់ដោយសារយើងគ្មានជំនាញនោះទេបាទដូច្នេះទេកាតព្វកិច្ចយោធាដើម្បីរៀនចេះនៅជំនាញយុទ្ធសាស្ត្របាទការប្រើប្រាស់អាវុធមួយចំនួនខ្ញុំគិតថាជារឿងល្អបាទនៅក្នុងកលៈទេសៈដែលប្រទេសជាតិមានគ្រោះមានសង្គ្រាមនោះគឺយើងគ្រប់គ្នានឹងអាចក្រោកឈរឡើងហើយមានសមត្ថភាពមានចំណេះជំនាញក្នុងការប្រយុទ្ធបាទមិនមែនយកជីវិតទៅស្លាប់ដោយមិនមានចំណេះជំនាញប្រើប្រាស់សុខវិវត្តឬក៏យុទ្ធសាស្ត្រទេបាទដូច្នេះខ្ញុំគិតថាកម្ពុជាគួររៀបចំឡើងវិញនៅច្បាប់កាតព្វកិច្ចយោធាបាទដើម្បីការពារនៅយថាហេតុណាមួយនៅពេលអនាគតពីព្រោះពិភពលោកបច្ចុប្បន្ននេះមិនមានសន្តិសុខមិនមានសុខភាពទៀតទេបាទហើយចំណុចទី3នៅក្នុងកលៈទេសៈនេះដែលយើងមានតំណែងល្អជាមួយនឹងចិនខ្ញុំគិតថារាជរដ្ឋាភិបាលកម្ពុជាគួរតែវិនិយោគបន្ថែមតាមរយៈការគ្រប់គ្រងបច្ចេកទេសបាទក្នុងការដំឡើងរោងចក្រផលិតសព្វវិវត្តបាទសំខាន់មួយចំនួននៅទឹកដីរបស់កម្ពុជាយើងតតែម្ដងបាទការទិញគេការពឹងអាស្រ័យទៅលើគេគឺយើងនឹងជួបនឹងបញ្ហាករណីយើងឃើញហើយមានឧទាហរណ៍ជាក់ស្ដែងនៅអ៊ុយក្រែនឡាក់បាទគឺចាំតែសុំលើកដៃសុំអាវុធគេនោះគឺក្នុងគ្រោះពេលមានសង្គ្រាមគឺមិនស្រួលទេបាទដូច្នេះនៅពេលដែលយើងមានការល្អពេលនេះយើងអាចស្នើចឹងបាទក្នុងការជួយឬក៏ joint venture ចូលហ៊ុនគ្នាដើម្បីបង្កើតជារោងចក្រផលិតនៅសម្ភារៈយោធាទំនើបក្នុងសម័យបច្ចុប្បន្នដូចជា drone បាទ drone missile បាទរយៈពេលចម្ងាយឆ្ងាយឡាក់បាទនៅក្នុងទឹកដីកម្ពុជាខ្ញុំថានេះជារឿងមួយដែលល្អដែលយើងមាននិរន្តរភាពបាទហើយក៏យើងអាចរកចំណូលអំពីការផលិតសម្ភារៈយោធានេះដើម្បីនាំចេញឬក៏ទុកប្រើប្រាស់ដើម្បីការពារបូរណភាពទឹកដីនិងសន្តិសុខជាតិរបស់កម្ពុជាផងដែរបាទហើយក៏បន្ទាប់ក្រោយមកគឺនៅថ្ងៃទី4ខែកក្កដាឆ្នាំ2025គឺសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីយើងលោកក៏បានលើកឡើងដែរនៅក្នុងគេហៅថាខួបអនុស្សាវរីយ៍លើកទី32ថ្ងៃកំណើតរបស់គេហៅថាកងរាជអាវុធហត្ថរបស់កម្ពុជាយើងគឺសម្ដេចក៏បានលើកឡើងអំពីការចង់បង្កើតនៅគេហៅថាអនុវត្តនៅកាតព្វកិច្ចយោធាឡើងវិញបាទច្បាប់យើងមានហើយប៉ុន្តែគឺបង្កើតដាក់ចេញនៅកម្មវិធីនេះអនុវត្តជាក់ស្ដែងបាទដោយក្នុងនោះសម្ដេចក៏បានលើកឡើងអំពីភាពសារៈសំខាន់នៃកាតព្វកិច្ចយោធាហើយក៏ដូចជាសម្ដេចបានលើកឡើងថាអាចមានពន្យាបាទពីរយៈពេលនៃកាតព្វកិច្ចយោធាមានតិចបាទមានតិចហើយសម្ដេចចង់ឲ្យមានគេហៅថាក្របខ័ណ្ឌពេលវេលានៃការអនុវត្តនៅកាតព្វកិច្ចយោធានេះរហូតដល់2ឆ្នាំបាទរហូតដល់2ឆ្នាំច្បាប់ដែលមានហើយនោះគឺយើងបានបង្កើតនិងអនុម័តតាំងពីថ្ងៃទី22ខែ12ឆ្នាំ2006ឯណោះបាទកាលពី20ឆ្នាំមុននោះប៉ុន្តែយើងអត់បានយកមកអនុវត្តទេដោយសារតែការផ្ដោតគោលដៅសំខាន់ការផ្ដោតអត្ថប្រយោជន៍សំខាន់បាទទៅលើវិស័យផ្សេងៗក្នុងការកសាងប្រទេសហើយថវិកាជាតិយើងក៏មានកម្រិតផងដែរហើយយើងផ្ដោតទៅលើការធ្វើនៅសមារណកម្មការកសាងនៅគេហៅថាសន្តិភាពការកសាងនៅធនធានមនុស្សការកសាងនៅហេដ្ឋារចនាសម្ព័ន្ធហើយនឹងការអភិវឌ្ឍសេដ្ឋកិច្ចយើងបាទគឺជាវិស័យដែលយើងផ្ដោតអត្ថប្រយោជន៍ធំនោះបាទដោយ
រហូតមកដល់ថ្ងៃទី23ម្សិលមិញពីខែមេសា2026នេះបាទគឺគណៈរដ្ឋមន្ត្រីបានអនុម័តឲ្យទៅលើច្បាប់នេះហើយដោយយោងបាទផ្ដោតសំខាន់នោះក៏ច្បាប់20ឆ្នាំមុននេះផុតសុពលភាពបាត់ទៅហើយមែនទែនទៅវា invalid បាទយកមកអនុវត្តនៅសម័យបច្ចុប្បន្ននេះហាក់បីដូចជាមិនសមស្របបាទមិនចេះទេការបង្កើតមែនទែនយើងហៅថាការធ្វើកំណែច្បាប់ចាស់ឬក៏គេហៅថាការធ្វើ amendment បាទការធ្វើ amendment ទៅលើច្បាប់ចាស់នោះប៉ុន្តែមែនទែនទៅអ្វីដែលធ្វើនេះគឺច្បាប់ថ្មីតែម្ដងហើយបាទដោយយោងទៅលើមាត្រានៃរដ្ឋធម្មនុញ្ញមាត្រាទី49ថ្មីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាយើងបាទផ្អែកទៅលើមាត្រានេះរបស់រដ្ឋធម្មនុញ្ញនេះគឺយើងបង្កើតនៅគេហៅថាការធ្វើវិសោធនកម្មបាទ amendment វិសោធនកម្មច្បាប់ចាស់នេះហើយយោងជាមួយនឹងមាត្រាទី49ថ្មីនៃរដ្ឋធម្មនុញ្ញយើងបាទយើងបង្កើតឲ្យមានច្បាប់ថ្មីច្បាប់កាតព្វកិច្ចយោធាដែលដាក់នឹងដាក់ឲ្យអនុវត្តបន្ទាន់បាទអនុវត្តបន្ទាន់ដូច្នេះទៅពេលឆ្លងកាត់គណៈរដ្ឋមន្ត្រីហើយនឹងឆ្លងកាត់ទៅគណៈកម្មការជំនាញរបស់រដ្ឋសភាហើយនឹងមានកិច្ចប្រជុំបាទរដ្ឋសភាដើម្បីឆ្លងនៅច្បាប់នេះបន្តមកឆ្លងទៅរដ្ឋសភាហើយនឹងមានការចុះឡៃផលេខាបាទដោយប្រមុខរដ្ឋរបស់កម្ពុជាយើងដើម្បីអនុវត្តច្បាប់នេះឲ្យទាន់សភាពការនៅក្នុងមាត្រាទី49ថ្មីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាយើងនោះបាទដែលយើងយោងក្នុងការបង្កើតនៅច្បាប់នេះគឺក្នុងមាត្រានេះគឺមានខ្លឹមសារបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរមានកាតព្វកិច្ចការពារជាតិការពារជាតិការចូលរួមនៅក្នុងកងយោធាត្រូវអនុវត្តតាមច្បាប់រដ្ឋអាចកំណត់កាតព្វកិច្ចយោធាសម្រាប់ប្រជាពលរដ្ឋចំណុចមួយទៀតគឺប្រជាពលរដ្ឋត្រូវគោរពនិងការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងអត្ថប្រយោជន៍របស់ជាតិបាទយោងទៅលើមាត្រានេះនិងខ្លឹមសាររបស់មាត្រានេះបាទគឺរៀបចំនៅច្បាប់កាតព្វកិច្ចយោធានេះបាទហើយអ្វីដែលតម្រូវមានការកែសម្រួលពីច្បាប់ចាស់និងច្បាប់ថ្មីនេះបាទគឺច្បាប់ចាស់នោះគឺយើងអនុវត្តពីអាយុ18ឆ្នាំទៅ30ឆ្នាំបាទប៉ុន្តែច្បាប់ថ្មីនេះគឺយើងទម្លាក់មកត្រឹមពីអាយុ18ឆ្នាំមកត្រឹមតែ25ឆ្នាំប៉ុណ្ណោះបាទ25ឆ្នាំប៉ុណ្ណោះហើយនៅក្នុងច្បាប់ថ្មីនេះផងដែរគឺបុរសដែលមានអាយុពី18ដល់25ឆ្នាំគឺជាប់កាតព្វកិច្ចយោធាបាទជាកំហិតហើយប៉ុន្តែសម្រាប់ស្ត្រីវិញគឺស្ម័គ្រចិត្តបាទស្ម័គ្រចិត្តបើចង់ចូលកាតព្វកិច្ចយោធាក៏ចូលបើមិនចូលក៏មិនអីដែរបាទនេះគឺចូលទៅលើគោលការណ៍ស្ម័គ្រចិត្តនៅក្នុងច្បាប់ថ្មីនៃកាតព្វកិច្ចយោធានេះបាទគឺមាន8 chapter មាន8ជំពូកនិងមាន20មាត្រាបាទមាន20មាត្រាហើយច្បាប់កាតព្វកិច្ចយោធានេះគឺមានគោលបំណងសំខាន់គឺការពង្រឹងនៅសន្តិសុខជាតិបាទការបង្កើនកម្លាំងការបម្រើក្នុងវិស័យយោធាពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជាយើងបាទនៅក្នុងស្ថានភាពយើងបានហើយបច្ចុប្បន្ននេះភូមិសាស្ត្រនយោបាយមានការប្រែប្រួលពិភពលោកលែងមានសណ្ដាប់ធ្នាប់បាទច្បាប់លែងសូវមានប្រសិទ្ធភាពហើយអ្នកធំវាយអ្នកតូចបាទវាយគ្នាចឹងទេបើយើងមិនខ្លាំងខ្លួនឯងទេត្រូវបានគេជន់ហើយជាពិសេសយើងឃើញហើយប្រទេសខាងលិចរបស់យើងនេះប្រទេសសៀមកំពុងតែជន់ឈ្លីយើងកំពុងតែរំលោភលើបូរណភាពទឹកដីរបស់យើងបាទហើយទី2គឺការបង្កើននៅវិន័យបាទដល់ប្រជាពលរដ្ឋទៅដល់យុវជនបាទជួយឲ្យពួកគាត់បានទទួលនៅវិន័យឃើញថាឥឡូវនេះមានប្របាក់និយាយបាទមានក្មេងទំនើងច្រើនបាទហើយក៏មានការលំបាកសម្រាប់អាជ្ញាធរក្នុងការបង្ក្រាបផងដែរដូច្នេះទេបង្កើនការគ្រប់គ្រងខ្លួនឯងវិន័យខ្លួនឯងបាទទទួលបាននៅជំនាញបាទក្នុងការធ្វើការងារជាក្រុមក្នុងការចូលរួមជាតិក្នុងការបង្កើតនៅគេហៅថាមនសិការជាតិបាទមនសិការជាតិការស្រឡាញ់ជាតិហើយនឹងការចូលរួមក្នុងសង្គមក្នុងការចូលរួមការពារបូរណភាពទឹកដីរបស់យើងជាពិសេសគឺជំនាញបាទដោយបច្ចុប្បន្ននេះនៅពេលដែលយើងមានសង្គ្រាមជាមួយនឹងសៀមបាទម្នាក់ឈឺចាប់បាទថាចង់ទៅសមរភូមិតែទៅយ៉ាងម៉េចបើអត់ចេះកែកៃរឿងហ្នឹងអត់ចេះដាក់ក្រហ្នឹងអត់ចេះបាញ់ហ្នឹងទៅម៉េចអញ្ចឹងវាជាបញ្ហាដូច្នេះទេបញ្ហានេះបាទវាចូលរួមចំណែកពាក់ព័ន្ធនឹងស្ការជាតិការស្រឡាញ់ជាតិក៏ដូចជាមានចំណេះជំនាញក្នុងការប្រើប្រាស់នៅករណីដែលមានជាថាហេតុនៃការឈ្លានពានពីបណ្ដាប្រទេសផ្សេងបាទដូច្នេះវាជារឿងសំខាន់មួយហើយនៅក្នុងចំណុចនេះខ្ញុំឃើញថាអាយុពី18 25ឆ្នាំនេះសម្រាប់ខ្ញុំវិញបាទក្មេងទំនើងឥឡូវមិនបាច់ដល់18ទេបាទក្មេង15 16អីហ្នឹងបាទក៏សម្បូរដែរក្មេងទំនើងណាដូច្នេះទេបើអាចនេះគ្រាន់តែអ្វីពីព្រោះវាខុសនឹងច្បាប់អន្តរជាតិតាក់ទងទៅនឹងក្រោម18ឆ្នាំចូលយោធានោះគេហៅស្អីគេហៅយោធាកុមារបាទខុសច្បាប់ពលកម្ពុជាប៉ុន្តែនេះប្រទេសមួយចំនួនគេអនុវត្តហើយបាទគេមានការអនុវត្តហើយយើងឃើញមានបណ្ដាប្រទេសជឿនលឿនគឺគេអនុវត្តហើយអាយុ16 17ឆ្នាំក៏អាចចូលកាតព្វកិច្ចយោធាបានដែរដែលប្រទេសនៅក្នុងប្រទេសអង់គ្លេសគឺ16ឆ្នាំបាទអាចចូលកាតព្វកិច្ចយោធាបានប៉ុន្តែអ្វីដែលអាយុក្រោម18គេត្រូវការមាន consent គេត្រូវការមានការឯកភាពការសញ្ញេយល់ស្របបាទការគេហៅថាការយល់ព្រមពីសម័យខ្លួនហើយនិងពីអាណាព្យាបាលដោយនៅអង់គ្លេសតែ16ឆ្នាំអាចស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធាបានដោយមានការយល់ព្រមអំពីឪពុកម្ដាយនៅក្នុងសហរដ្ឋអាមេរិកគឺអាយុ17ឆ្នាំក៏ដូចជាកាណាដាដែរគឺអាយុ17ឆ្នាំអាចចូលកាតព្វកិច្ចយោធាបាននៅក្នុងករណីដែលមានការយល់ព្រមការស្ម័គ្រចិត្តពីយុវជននោះក៏ដូចជាពីគ្រួសាររបស់យុវជននោះដូច្នេះខ្ញុំគិតថា
ដោយច្បាប់នេះចូលទៅដល់សភាអាចជជែកគ្នាទៅក្នុងការបើកចំហក្នុងករណីដែលមានការស្ម័គ្រចិត្តគឺក្រោម18ឆ្នាំយើងអាចយកពី10ពី16ឆ្នាំមានន័យថាបន្ទាប់ពីគាត់ចប់នៅកាតព្វកិច្ចយោធារយៈពេល2ឆ្នាំគាត់គ្រប់18ឆ្នាំហ្មងគ្រប់18ឆ្នាំហ្មងគាត់អាចចូលប្រយុទ្ធបានឬក៏គាត់អាចចូលបម្រើការងារជាយោធាបានបាទនេះជាអ្វីដែលខ្ញុំមើលឃើញថាវាជារឿងមួយដែលល្អផងដែរបាទហើយនៅក្នុងបណ្ដាប្រទេសមួយចំនួនយើងឃើញហើយនៅក្នុងច្បាប់នេះខ្ញុំអត់បានឃើញច្បាស់ថាប្រហែលឆ្នាំទេខ្ញុំស្ដាប់បាននៅពេលប្រសាសន៍របស់សម្ដេចបវរធម្មដីមានប្រសាសន៍បាននៅខែកក្កដា2025នៅខួបអនុស្សាវរីយ៍ទី32នៃកងរាជរដ្ឋាភិបាលកម្ពុជាយើងលោកលើកឡើងថារយៈពេលអាចនឹងតម្លៃរហូតដល់2ឆ្នាំនៅក្នុងកាតព្វកិច្ចយោធាបាទនេះគឺជារឿងល្អបាទគឺជារឿងល្អសមស្របបាទពីព្រោះបណ្ដាប្រទេសជាច្រើនគឺ2ឆ្នាំដូចជាប្រទេសថៃកាតព្វកិច្ចយោធាមានរយៈពេល2ឆ្នាំប្រទេសវៀតណាមបាទពី1ឆ្នាំកន្លះទៅ2ឆ្នាំសិង្ហបុរី2ឆ្នាំបាទហើយកូរ៉េពី1ឆ្នាំកន្លះទៅ21ខែជិត2ឆ្នាំដែរបាទដូច្នេះ2ឆ្នាំគឺសមល្មមបាទប៉ុន្តែទោះជាយ៉ាងណានៅក្នុងបញ្ហាការធ្វើនៅគេហៅថាអនុវត្តទៅលើកាតព្វកិច្ចយោធានេះបាទគឺតម្រូវឲ្យមានការរៀបចំឲ្យបានស្រួលបួលបាទពីព្រោះយើងឃើញហើយបញ្ហាវិស័យយោធារបស់កម្ពុជាយើងមានបញ្ហាមិនប្រក្រតីមួយចំនួនរហូតមកដល់ពេលនេះបាទគឺពាក់ព័ន្ធទៅនឹងយើងមានទាហានខ្មោចខ្លះយើងមានទាហានខ្លះមានតែឈ្មោះបាទទៅប្រយុទ្ធរមុខមិនឃើញអីខ្លះឡាក់យើងអាចទទួលស្គាល់ទាំងអស់គ្នាតាក់ទងសមត្ថភាពតាក់ទងទៅនឹងសម្ភារៈតាក់ទងទៅនឹងភស្តុភារការផ្គត់ផ្គង់ផ្សេងបាទគឺមានភាពមិនប្រក្រតីមួយចំនួនបាទនេះយើងទទួលស្គាល់ទាំងអស់គ្នាហើយក៏ដូចជាសពពិវត្តសម្ភារៈផ្សេងនៅមានកម្រិតអីឡាក់បាទដូច្នេះទេនៅពេលអនុវត្តនៅកម្មវិធីកាតព្វកិច្ចយោធានេះសំណុំពរបាទដល់រដ្ឋាភិបាលបាទអនុវត្តយ៉ាងណាឲ្យមានយន្តការនៃការត្រួតពិនិត្យពីយន្តការអនុវត្តយ៉ាងណាឲ្យមានប្រសិទ្ធភាពកាត់បន្ថយនៅគេហៅថាផលប៉ះពាល់ទៅដល់បេក្ខជនបាទទៅដល់យុវជនយុវនារីយើងដែលចូលរួមនៅក្នុងកម្មវិធីកាតព្វកិច្ចយោធានេះពីព្រោះនៅក្នុងអាយុ18ឆ្នាំទៅ25ឆ្នាំនេះគឺជាអាយុមួយដែលគាត់កំពុងតែសិក្សាមែនទេដល់អ្នកខ្លះចប់វិទ្យាល័យបាទត្រូវចូលទៅមហាវិទ្យាល័យបាទតើយើងថាកម្មវិធីកាតព្វកិច្ចយោធាធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់ការសិក្សារបស់ពួកគាត់អ្នកខ្លះគាត់បានរៀនចប់មហាវិទ្យាល័យហើយគាត់ត្រូវបន្តចាប់ផ្ដើមអាជីពការងាររបស់គាត់ឬក៏អាជីវកម្មរបស់គាត់បាទនេះក៏យើងត្រូវពិនិត្យមើលដែរតើយើងត្រូវដោះស្រាយយ៉ាងណាមានយន្តការបែបណាពីព្រោះបើតបកាតព្វកិច្ចយោធាមកគាត់ជាប់ហើយគាត់ចូលធ្វើយោធាមកអីទេទៅយកចាប់យកអាជីពនេះប៉ុន្តែនៅពេលដែលគាត់ចប់កាតព្វកិច្ចយោធាហើយគាត់ត្រូវបន្តអាជីពការងាររបស់គាត់ឬអាជីវកម្មរបស់គាត់តើគាត់ត្រូវធ្វើយ៉ាងណាគាត់ត្រូវមានជំនាញគាត់ត្រូវរៀនពីសាលាគាត់ត្រូវអីចឹងបាទដូច្នេះធ្វើយ៉ាងណានេះយើងត្រូវពិនិត្យមើលទៅលើយន្តការនេះឲ្យបានច្បាស់លាស់ហើយពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពបាទដូចតែខ្ញុំលើកឡើងហើយនៅក្នុងវិស័យការពារជាតិនេះស្ថាប័នមួយចំនួនគឺផុតសុពលភាព invalid expire បាទវាហួសសម័យត្រូវធ្វើកំណែតម្រង់យ៉ាងណាបាទការអនុវត្តនៅកម្មវិធីកាតព្វកិច្ចយោធាត្រូវមានស្ថាប័ននេះខ្លះនោះនឹងមានហើយអនុក្រឹត្យនឹងចេញហើយពីការរៀបចំប្រព្រឹត្តទៅនៃក្រសួងការពារជាតិឬក៏គណៈកម្មការអនុវត្តនៅកម្មវិធីកាតព្វកិច្ចយោធាដូច្នេះទេកុំបង្កើតការងារឲ្យមន្ត្រីច្រើនពេកយើងរៀបចំស្ថាប័នយ៉ាងណាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តការងារនេះហើយសម្ភារៈមកកុំភ្លេចខ្ញុំមិននិយាយកម្មវិធីណាទេបាទខ្ញុំដឹងខ្ញុំអ្នកមានចម្លៃខ្ញុំដឹងកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាលមានមែនប៉ុន្តែយើងធ្វើការបដិបដាលធ្វើការផ្ដល់ការអប់រំប៉ុន្តែសម្ភារៈការសិក្សាសម្ភារៈប្រជុំបាយផ្សេងបាទមានកម្រិតមិនមែនពីថ្នាក់ជាតិមកមានកម្រិតទេអ្នកអនុវត្តនោះពេលខ្លះលុយដាក់មកប៉ុណ្ណេះយើងទិញប៉ុណ្ណោះពេលខ្លះទៅវាមិនគ្រប់គ្រាន់ពេលខ្លះមានគណៈប្រពៃចុះទៅមើលទៅប្រមូលពីណាពីណីមកយកដាក់មកបង្ហាញសិនបាទនេះគឺជាបញ្ហាដែលត្រូវជៀសវាងពាក់ព័ន្ធទៅនឹងភស្តុភារសម្ភារៈហើយនឹងការផ្គត់ផ្គង់បាទនៅក្នុងកម្មវិធីនេះឲ្យមានប្រសិទ្ធភាពហើយនឹងឲ្យមានតម្លាភាពហើយបន្ទាប់ពីនោះផងដែរគឺពាក់ព័ន្ធទៅនឹងការជ្រើសរើសបាទពីដើមហើយយើងដឹងហើយការចូលនៅក្របខ័ណ្ឌនេះបានត្រូវការឯណានៃមានអំពើមួយចំនួនសោកនេះសោកនោះដើម្បីចូលប៉ុន្តែពេលនេះគឺជាកាតព្វកិច្ចយោធាហើយបន្ទាប់ពីចប់កាតព្វកិច្ចយោធាត្រូវជ្រើសរើសតែភាពដែលមានសក្តានុពលក្នុងការចូលបម្រើនៅក្នុងក្របខ័ណ្ឌដូច្នេះទេក្នុងដំណើរការនៃការជ្រើសរើសក្នុងការបញ្ចូលក្របខ័ណ្ឌក្នុងការបញ្ជូនទៅរៀនបន្តនៅបរទេសអីឡាក់បញ្ចូលនៅផ្សេងត្រូវតែមានតម្លាភាពកុំឲ្យមានអំពើពុករលួយអ្វីដែលអារម្មណ៍បំផុតបាទគឺអំពើពុករលួយហើយនឹងតម្លាភាពនេះបាទតែធ្វើឲ្យប៉ះពាល់ដល់ថវិកាជាតិប៉ះពាល់ទៅដល់ប្រសិទ្ធភាពនិងប៉ះពាល់ទៅដល់ទឹកចិត្តបាទរបស់យុវជនយុវនារីយើងដែលចូលរួមនៅក្នុងកម្មវិធី